ម៉ែចុះរឿងបងរំលោភផ្ទះអ្នកណាជាអ្នកបងគឺពួកយើងជាអ្នកបងអ្នកទាំងអស់គ្នាប្រាក់សោធននិវត្តន៍របស់ខ្ញុំក្នុងមួយខែ3500យន់បងរំលោភផ្ទះមួយខែ3488យន់កាត់ដែលកាត់លុយគឺភ្ជាប់ជាមួយកាត់ប្រាក់សោធននិវត្តន៍របស់ខ្ញុំចុះយ៉ាងម៉េចម៉ែនៅជាមួយពួកយើងស៊ីចុកស្លៀកពាក់មិនបាច់ចំណាយលុយទេនេះជាលុយចូលនិវត្តន៍របស់ខ្ញុំធ្វើការជាអ្នកអនាម័យមួយខែ3000យន់គឺប្រគល់ឲ្យឯងទាំងអស់ទុកសម្រាប់ចំណាយក្នុងគ្រួសារខ្ញុំរស់នៅជាមួយពួកឯងមិនត្រឹមតែមួយខែត្រូវចំណាយ5000ជាងទេថែមទាំងត្រូវធ្វើម្ហូបធ្វើការងារផ្ទះទទួលចៅគ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើលោកអ៊ំនេះជារឿងពិតមែនទេបើអញ្ចឹងមែនពួកឯងមានសិទ្ធិអីមកថាខ្ញុំចាយលុយពួកឯងរាប់សែននោះម៉ែនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះនិយាយរឿងនេះតើម៉ែមានគិតពីអារម្មណ៍ខ្ញុំទេខ្ញុំគិតពីឯង20ឆ្នាំជាងហើយថ្ងៃនេះខ្ញុំចង់គិតពីខ្លួនឯងម្ដងបើឯងមានភាពក្លាហានក៏ស៊ីញេវាទៅចាប់ពីពេលនេះទៅពួកយើងផ្ដាច់ទំនាក់ទំនងដៃកូនគ្មានពាក់ព័ន្ធគ្នាទៀតទេម៉ែខ្ញុំសូមអង្វរម៉ែគិតច្បាស់សិនទៅនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះខ្ញុំមិនចង់ឲ្យម៉ែចុះពីលើឆាកមិនរួចទេខ្ញុំចុះមិនរួចលោកអ៊ំឯងមិនមែនខ្លាចលែងលះហើយរស់នៅមិនកើតទេមែនទេកុំស្ដាយលុយអីប្តីសម្លាញ់ដល់ថ្នាក់នេះហើយបងនៅមិនហ៊ានស៊ីញេទៀតស៊ីញេទៅបងកុំគិតថាថ្ងៃក្រោយមានអ្នកណាមើលថែម៉ែបងទៀតខ្ញុំចាំមើលបងត្រឡប់មកអង្វរខ្ញុំវិញអូនបណ្ដោយឲ្យម៉ែអូនលើកដៃឲ្យគេអញ្ចឹងហ៎ទុកចិត្តចុះគាត់គ្មានលុយមួយសេនជាប់ខ្លួនទេគឺគ្រាន់តែគំរាមពួកយើងទេមិនជឿចាំមើលចប់កម្មវិធីគាត់ច្បាស់ជារត់តាមខ្ញុំទៅផ្ទះវិញមិនខានមែនហ៎ទុកចិត្តចុះគាត់គ្មានកន្លែងទៅទេធ្វើបែបនេះច្រើនដងហើយថ្ងៃនេះស៊ីញេហើយគាត់នឹងដឹងពីការតាំងចិត្តរបស់ពួកយើងថ្ងៃក្រោយនឹងមិនហ៊ានរករឿងទៀតទេលូឈីយ៉នឯងនឹងស្ដាយក្រោយថ្ងៃនេះពួកយើងមកពិភាក្សាការងារជាមួយក្រុមហ៊ុនលីសេបន្តិចទៀតអនុប្រធានយួនមកដល់ស៊ីញេកុងត្រាធំពួកយើងនឹងចំណេញបានរាប់លានមិនខ្វះលុយឯងលក់ខ្លួនទេពួកឯងដឹងដោយរបៀបណាថាក្រុមហ៊ុនលីសេច្បាស់ជាទម្លាក់កុងត្រាឲ្យពួកឯងដឹងដោយរបៀបណាថាក្រុមហ៊ុនលីសេច្បាស់ជាទម្លាក់កុងត្រាឲ្យពួកឯងរឿងថ្នាក់លើអាតូចឯងដឹងអីការសហការរបស់ក្រុមហ៊ុន Hey Shai Bank គឺបានកំណត់រួចហើយថ្ងៃនេះមកចូលរួមកម្មវិធីគ្រាន់តែធ្វើជាទម្រង់ការប៉ុណ្ណោះកំណត់រួចហើយការសហការជាមួយក្រុមហ៊ុន Lee She តែងតែទាមទារការប្រកួតប្រជែងដោយយុត្តិធម៌អ្នកណាហ៊ានបំពានច្បាប់កំណត់ជាមួយឯងរឿងស៊ីជម្រៅនៅទីនេះមិនបាច់និយាយជាមួយឯងច្រើនទេបិចអញ្ចឹងមនុស្សប៉ុន្មានអ្នកនេះមកចូលរួមកម្មវិធីរបស់ប្រធានលីតែបែរជាមិនស្គាល់គាត់មានអ្នកសហការច្រើនណាស់និយាយថាពួកគេបានកំណត់រួចហើយមើលទៅប្រធានលីមិនព្រមលែងដៃទេសន្តិសុខយកមនុស្សមិនដឹងអី3នាក់នេះបណ្ដេញចេញទៅឯងជាស្អីហ៊ានដេញខ្ញុំបន្តិចទៀតអនុប្រធានយួនមកដល់នឹងដឹងហើយថាក្រុមហ៊ុនលីឆៃអ្នកណាជាអ្នកសម្រេចអនុប្រធានយួនខ្ញុំពិតជាចង់ឃើញណាស់ថាគាត់សម្រេចយ៉ាងម៉េចអញ្ចឹងខ្ញុំនឹងឲ្យឯងបើកភ្នែកមើលអាឡូអនុប្រធានយួនខ្ញុំនៅខាងក្រៅនេះតើលោកមកដល់មាត់ទ្វារហើយមែនទេល្អខ្ញុំទៅទទួលលោកអនុប្រធានយួនចិត្តមកដល់ហើយបើឯងខ្លាចគេដេញចេញឥឡូវនេះប្រញាប់រមៀលទៅទីទេឆាប់នេះឯងនឹងដឹងហើយថាសន្តិសុខត្រូវដេញអ្នកណាប្រធានលីមនុស្សល្ងងនេះមានប្រវត្តិយ៉ាងម៉េចប្រធានលីមិនអាចទេគេជាប្រធានលីក្បែរខ្លួនច្បាស់ជាមានអ្នកតាមមើលថែមិនក៏អាចដួលនៅតាមផ្លូវត្រូវលុឈិញអ្នកបោះសម្រាមជួយសង្គ្រោះទៅវិញអាកប្បកិរិយាថោកទាបគួរឲ្យស្អប់មិនអាចជាប្រធានទេមិនខុសទេអនុប្រធានយួនធ្លាប់និយាយថាប្រធានវីតែងតែរត់ទៅគ្រប់ទីមិនសូវនៅក្រុមហ៊ុនទេរឹតតែមិនអាចមកចូលរួមកម្មវិធីតូចតាចបែបនេះទេអញ្ចឹងក៏ល្អខ្ញុំនៅបារម្ភថាពួកយើងបានប្រមាថអ្នកដែលមិនគួរប្រមាថមនុស្សល្ងងពួកឯងបានប្រមាថហើយប្រមាថអ្នកដែលមិនគួរប្រមាថលុឈីយ៉នឯងកុំស្ដាយក្រោយឆាប់នេះឯងនឹងដឹងអ្នកដែលឯងចង់ពឹងផ្អែកមិនអាចការពារឯងបានទេនោះជារឿងរបស់ខ្ញុំអាឡូអនុប្រធានយួនខ្ញុំនៅខាងក្រៅនេះតើលោកមកដល់មាត់ទ្វារហើយមែនទេល្អខ្ញុំទៅទទួលលោកអនុប្រធានយួនចិត្តមកដល់ហើយបើឯងខ្លាចគេដេញចេញឥឡូវនេះប្រញាប់រមៀលទៅឥឡូវទៅ